Bà sưu sư đây nè từng ở khní này cứ chỉ channel YouTube Navai CITE đại dương miền channel mỗi tiết cứ Navai C Digital សម្រាប់ធ្វើ content ចែករំលែកអំពីការបង្កើតមេតិកាដោយប្រើ AI និងបច្ចេកវិទ្យា Digital មួយចំនួនធំអញ្ចឹងនៅក្នុង channel YouTube នេះខ្ញុំបានរៀបចំឡើងវិញគឺក្នុងគោលបំណងក្នុងការបង្កើតមេតិកាអំពីបច្ចេកវិទ្យាដែរប៉ុន្តែបច្ចេកវិទ្យាពាក់ព័ន្ធជាមួយនឹង software developer coder engineer ខាង coding និយាយរួមទៅគឺសម្រាប់អ្នកនៅក្នុងវិស័យ computer science និង information technology អញ្ចឹងនៅក្នុង channel មួយនេះខ្ញុំនឹងរៀបចំជាមេរៀនដែលចាប់ផ្ដើមពីនិយាយឲ្យចប់គឺកម្រិតកខកខងឡើងទៅមេរៀនដំបូងដែលយើងដាក់គឺការទៅសេកូដបង្កើតគេហទំព័រយើងនិយាយថា web development ហ្នឹងណាប៉ុន្តែខ្ញុំចែករំលែកបែបផ្សេងទៀតដោយអ្វីដែលខ្ញុំធ្លាប់បានរៀនគឺការទៅសេកូដគឺយើងទៅសេដោយដៃពីការលំបាកទៅបាទយើងអត់ប្រើ tool អីមួយជំនួយយើងទេយើងដឹងហើយបច្ចុប្បន្ននេះយើងមាន AI យើងអាចធ្វើឲ្យបានច្រើននៅក្នុងការបង្កើត system ការបង្កើត application បង្កើត web បង្កើត app អីជាច្រើនទៀតប៉ុន្តែបើសិនបើយើងអត់យល់អំពី structure អំពី project analysis អំពី business flow ទៅតាម project ដែលយើងធ្វើការធ្វើហ្នឹងគឺវាមិនដូចនៅអ្វីដែលយើងចង់បានហើយយើងអត់យល់យើងគិតថាឲ្យតែចេះតែសេព្រមទៅគឺយើងអាច build បានសម្រាប់ខ្ញុំនៅក្នុងវិស័យនេះខ្ញុំអត់គិតថាអញ្ចឹងទេព្រោះការធ្វើ system ជាក់ស្ដែងបច្ចុប្បន្ននេះ AI គឺអាចជួយយើងច្រើនព្រោះ AI មនុស្សយើងអ្នកបង្កើតអញ្ចឹង AI ជា tool ដ៏ធំមួយសម្រាប់ជួយយើងក្នុងការបង្កើតអីមួយប៉ុន្តែត្រូវការឲ្យអ្នក development ហ្នឹងគឺអ្នកដែលសរសេរកម្មវិធីអីមកហ្នឹងគាត់ត្រូវមាន skill របស់គាត់ដែរហើយគាត់ត្រូវចេះដោះស្រាយបញ្ហាបើសិនបើមាន bug error ចំណុចណាមួយគាត់អាចទៅធ្វើការ fix code នឹងបានបាទធ្វើឲ្យមុខងារនឹងដំណើរការឡើងវិញឬក៏គាត់អាចបាទសួរ AI ឲ្យ AI fix នៅចំណុចដែលគាត់ចង់ fix ព្រោះយើងដឹងហើយថា AI គឺវាប្រៀបដូចជា RAM មួយអញ្ចឹងដោយសារ AI គឺផ្ទុកទិន្នន័យច្រើនពេកអញ្ចឹងនៅពេលដែលយើងសួរដាច់ section យើងទុកចោលរយៈពេលយូរបាទមួយថ្ងៃអីយើងចង់ធ្វើអីវិញតើតែយើងរំលឹក AI ឡើងវិញដែរថាម្សិលមិញខ្ញុំធ្លាប់បានសួរអីអញ្ចឹងទៅព្រោះនេះគេមាន section របស់គេបាទមានន័យថាឆាតដែលអ្នកទាំងអស់គ្នាឆាតនៅលើ AI ណាមួយគេមានរយៈពេលកំណត់ដល់ពេលដែលយើងទៅសួរម្ដងទៀតពេលខ្លះ AI ហ្នឹងគឺអត់ចាំទិន្នន័យយើង 100% ទេព្រោះទោះបីយើងមាន history ទុកនៅលើ chat AI ហ្នឹងក៏ដោយអញ្ចឹងយើងត្រូវការបញ្ជាក់ទៅកាន់ AI ហ្នឹងម្ដងទៀតអញ្ចឹងត្រឡប់មកការរៀបចំ channel នេះឡើងវិញគឺខ្ញុំនឹងរៀបចំជា playlist វីដេអូអំពីការរៀនការសរសេរកូដដោយយើងប្រើ IDE Notepad++ តែយើងទៅសេ syntax ពីដំបូងទៅទាំងអស់អញ្ចឹងយើងចាប់ផ្ដើមពីខខកខងនៅជំហានបន្ទាប់ទៀតយើងនឹងប្រើ IDE យើង popular បច្ចុប្បន្ននេះគឺ VS Code ហ្នឹងហើយអញ្ចឹងប្រើ VS Code ហើយយើងនៅតែសរសេរកូដធម្មតាយើងអាច search website Stack Overflow fix error យើងអាច search នៅកន្លែងផ្សេងទៀតកាត់កូដហ្នឹងយកមកដាក់បើសិនបើយើងធ្វើកន្លែងណាមួយដែលយើងពិបាកធ្វើហើយនៅជំហានបន្ទាប់ទៀតគឺយើង build ជាមួយនឹង AI តែម្ដងបាទយើង build ជាមួយ AI យើង build ជា static ហើយរហូតទៅមុខទៀតគឺយើង build ជា full stack project តែម្ដងអញ្ចឹង static គឺអត់មាន database អីសម្រាប់រក្សាទុកទេចំណែក full stack development គេមាន back end មាន database របស់គេបាទ
អញ្ចឹងនេះជាវីដេអូទី1ខ្ញុំចេញទៅហើយមានវីដេអូមួយទៀតដែលខ្ញុំនិយាយអំពី system មួយចំនួនដែលខ្ញុំបានវាឡើងហើយវាជា system full stack ហើយដាក់នៅលើ server ហើយវាពាក់ព័ន្ធជាមួយនឹង project analyze ផ្សេងៗទៀតអញ្ចឹងចាំជួបគ្នានៅវីដេអូទី2បន្តទៀត